ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាដែលនៅក្នុងស្រុកក៏ដូចជានៅតាមបណ្ដាប្រទេសនីមួយៗនៃជុំវិញពិភពលោកបាទថ្ងៃនេះខ្ញុំរីករាយមែនទែនបាទដែលបានមកដល់ថ្ងៃនេះថ្ងៃទី30ខែ3 2000ឆ្នាំ2015បាទខ្ញុំបានមកដល់ភូមិតានួតហើយខ្ញុំបានជីកស្រះទឹកជូនប្រជាជននៅទីនេះហើយបាទដែលបានលុយមូលនិធិពីបងប្អូនទាំងអស់គ្នាចូលម្នាក់បន្តិចក្តីច្រើនក្តីបាទចូលមកបាទឥឡូវនេះខ្ញុំបានមកធ្វើសម្រាប់ជូនប្រជាជននៅទីនេះហើយថ្ងៃនេះក៏ខ្ញុំអត់សប្បាយចិត្តនឹងអន់ចិត្តដែរបាទបន្ទាប់ពីនេះទៅបន្ទាប់ពីបានជីកស្រះទឹកទៅក៏ខ្ញុំមិនសូវសប្បាយចិត្តទេបាទដោយសារខ្ញុំឃើញ website មួយ www.vo.com បាទគាត់បានទៅសេខ្ញុំជាមួយនឹងបងអូនទឹមរដ្ឋាខ្ញុំគិតថានេះជាសាច់រឿងទេប៉ុន្តែបងទៅសេចេះប៉ះពាល់ឲ្យខ្ញុំមិនមែនជាសង្សារគ្នាទេបងទៅសេអញ្ចឹងគឺប៉ះពាល់ខ្ញុំជាមួយនឹងបងអូនស្រីទឹមរដ្ឋាណាហើយមួយទៀតបងយកពាក្យមួយមកទៅសេយកអក្សរមកទៅសេថាទឹមរដ្ឋាមានសង្សារថ្មីជាជនពីលបាទត្រូវខូចចិត្តជាលើកទី2ហើយអញ្ចឹងខ្ញុំចង់ប្រាប់បងដែរចាមុខខ្ញុំអាក្រក់រាងកាយខ្ញុំអត់ល្អមែនប៉ុន្តែបងអត់ត្រូវយកខ្ញុំមកទៅសេអញ្ចឹងទេបងបាទអត់ត្រូវយកខ្ញុំមកទៅសេពីព្រោះខ្ញុំមិនមែនជាអ្នកដើរតួជាសាច់រឿងអីទេខ្ញុំអត់ដឹងទេថ្ងៃដែលខ្ញុំទៅលេងកម្មវិធីមួយនៅប៉ោះម៉ៃ TV ខ្ញុំអត់ដឹងថាគេរៀបចំសាច់រឿងលេងជាមួយខ្ញុំអញ្ចឹងទេហើយខ្ញុំសិតចោលសិតអីអញ្ចឹងទេតែបើខ្ញុំដឹងតែខ្ញុំអត់លេងដែរអញ្ចឹងខ្ញុំសុំដាស់តឿនដែរកុំយកគេទៅយកខ្ញុំទៅជន់ឈ្លីចោលអញ្ចឹងទៀតពីព្រោះខ្ញុំអត់ចង់ជួបសភាពបែបហ្នឹងដែរទេបាទណាអញ្ចឹងសូមកែប្រែហើយសូមពិចារណាឡើងវិញបាទខ្ញុំនៅចាំថាកាលឆ្នាំ2005ពេលដែលខ្ញុំ2004ខ្ញុំខ្លាចជាអ្នកជំនាញខ្ញុំដោះបន្លកបន្តិចបន្តួចមកបាទរហូតដល់ឆ្នាំ2005គេចង់បំផ្លាញខ្ញុំចោលម្ដងគេយកបទសូរិយាអស់ស្ដងគុតបាទមកទៅសេខ្ញុំចុះផ្សាយខ្ញុំថាខ្ញុំបំផ្លាញគតិកភណ្ឌជាតិធ្វើខ្ញុំខ្លាយធ្លាក់ខ្លួនទៅជាមនុស្សសម្ញាំជិត10ឆ្នាំបៀកដេនក៏ខ្ញុំអត់មានជ្រៀងខ្ញុំត្រូវឆាជីវិតខ្ញុំចោលតែម្ដងបាទខ្ញុំរស់ទាំងវេទនាតាមតំបន់ព្រៃភ្នំជាមួយបងកងទ័ពហើយនឹងប៉ូលីសព្រំដែនដើម្បីដូរបាយហូបបាទរហូតមកដល់ឆ្នាំ2015នេះខ្ញុំបានត្រូវចេញមុខម្ដងទៀតដើម្បីមកជួយសង្គមការងារសង្គមជួយជនក្រីក្រតាមតំបន់ដាច់ស្រយាលហេតុអីបានជាមានរឿងនឹងកើតឡើងមកទៀតតើធ្វើអញ្ចឹងយុត្តិធម៌ចំពោះខ្ញុំណាឬទេបាទយុត្តិធម៌ចំពោះខ្ញុំណាឬទេខ្ញុំអត់ដឹងថាអ្នកឯងធ្វើជាសាច់រឿងឬមួយយ៉ាងណាទេទោះបីយ៉ាងណាក៏អ្នកឯងត្រូវសុំសិទ្ធិពីខ្ញុំដែរបាទពីពួកខ្ញុំក៏មានកិត្តិយសរបស់ខ្ញុំដែរណាដូចជាឆ្នាំ2005អញ្ចឹងយកបទសូរិយាអស្រង់គុណមកច្រៀងដោយសារអីបានយកបទសូរិយាអស្រង់គុណមកច្រៀងដោយសារចង់លុបបំបត្តិនៅការលួចបទរបស់គេយកមកច្រៀងខ្ញុំបានសុំទៅដល់តកែរបស់ខ្ញុំបានសុំទៅដល់អ្នកនិពន្ធថាសុំឲ្យធ្វើយ៉ាងណាកុំឲ្យយកបទគេមកច្រៀងទៀតបាទអញ្ចឹងពួកគាត់បានរកកំណត់ហើយក៏យកបទដូនតាឲ្យមកច្រៀងដើម្បីស្ថាបនាបន្តិចបន្តួចឲ្យល្អដូចជាការអភិរក្សនៃបទរបស់ដូនតាឯងហេតុអីបានជាខ្ញុំច្រៀងហើយខ្ញុំត្រូវខ្លាចជាមនុស្សម្នាក់ឈ្មោះថាជាអ្នកបំផ្លាញគតិកភណ្ឌជាតិទៅវិញចុះហេតុអីគេទាំងអស់គ្នាយកមកច្រៀងបាននេះកន្លែងនេះខ្ញុំចង់និយាយគេអត់អីណាអ្នកទាំងអស់គ្នាគេយកបទបរទេសមកកែច្រៀងយើងពិចារណាទៅមើលតើរាល់ថ្ងៃគេរិះគន់ប្រទេសយើងបែបណាគេរិះគន់បែបណាតើសិល្បៈខ្មែរទៅជាបែបណាហេតុអីពួកគេរស់ទាំងសុខដុមរមនាហេតុអីវេទនាតែខ្ញុំម្នាក់ឯងអញ្ចឹងនេះខ្ញុំចង់និយាយបាទណាបំផ្លាញខ្ញុំម្ដងហើយម្ដងទៀតធ្វើឲ្យខ្ញុំបាត់បង់អាជីពជាអ្នកសិល្បៈអស់បាទតើខ្ញុំត្រូវរស់ក្នុងជីវិតបែបណាបើធ្វើអញ្ចឹងណាក់ខ្ញុំរហូតបាទឲ្យខ្ញុំរស់បែបណាណាអញ្ចឹងសូមឲ្យបងពិចារណាឡើងវិញដូចជាបទចម្រៀងសូរិយាស្ដងគុតហើយនឹងបទឥឡូវអញ្ចឹងបាទតើអ្នកណាមួយជាអ្នកបំផ្លាញគតិកភណ្ឌទៀតខ្ញុំលើកស្ទួយខ្ញុំយកបទដូនតាមកច្រៀងលើកស្ទួយគេឈ្មោះដូនតាឯងទៅជាបំផ្លាញគតិកភណ្ឌជាតិបើទៅយកបទបរទេសមកច្រៀងទៅជារស់ទាំងសុខដុមរមនាវិញទៅជាអ្នកល្បីអ្នកអីវិញតើគិតយ៉ាងណាកន្លែងហ្នឹងហើយក៏ខ្ញុំសូមអំពាវនាវហើយក៏ខ្ញុំសូមសំណូមពរទៅដល់បង www.wow.com ខ្ញុំសូមឲ្យបងដោះពាក្យនោះចេញជាបន្ទាន់បាទមុនចូលឆ្នាំខ្មែរខ្ញុំឲ្យបងពេលដែលឮឃើញវីដេអូឃ្លីបនេះរួចបងដោះពាក្យនឹងចេញជាបន្ទាន់ដែលថាខ្ញុំទឹមរដ្ឋាមានសង្សារជាជនពីលបាទខ្ញុំអាក្រក់ខ្ញុំជាកូនមិនក៏ដោយក៏ខ្ញុំបានជីកស្រះទឹកជូនប្រជាជនដែរបងអត់ត្រូវយកឈ្មោះខ្ញុំមកទៅសេលេងចឹងបានទេបាទមួយទៀត
ហើយចូលឆ្នាំបើខ្ញុំនៅតែឃើញអសរនឹងនៅលើ page ឬមួយនៅក្នុង YouTube របស់បងទៀតខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅតុលាការនឹងបណ្ដឹងបងពីបទបរិហាគេខ្ញុំធ្វើឲ្យខ្ញុំបាត់បង់កិត្តិយសខ្ញុំទាយកលុយបង1 លានហ្មង1 លានដុល្លារបងឯងនិយាយខ្ញុំនិយាយគឺខ្ញុំធ្វើ1 លានដុល្លារខ្ញុំយក1 លានដុល្លារហ្នឹងមកជួយប្រជាជនក្រីក្រតាមរង្វាន់ដាច់ស្រយាលបានហ្មងណាបើបងឯងអត់ដោះពាក្យនឹងចេញណានេះហើយបើខ្ញុំធ្វើអត់ឈ្នះបងឯងបងឯងរងចាំមើលបើមានភាពអយុត្តិធម៌មកខ្ញុំចាក់សាំងដុតខ្លួនខ្ញុំហ្មងឲ្យប្រជាជនទាំងអស់ដែលគ្រប់គ្រងខ្ញុំកោតទោសនេះឯងហ្មងអញ្ចឹងនេះឯងចង់ចាំឲ្យច្បាស់សម្ដីខ្ញុំណាខ្ញុំសម្ពោធស្រះទឹករួចហើយចូលឆ្នាំបើខ្ញុំនៅតែឃើញមានតែឈ្មោះខ្ញុំជាមួយបងអូនទឹមរដ្ឋាអញ្ចឹងទៀតខ្ញុំនឹងប្តឹងអ្នកឯងជាបន្តហ្មងបាទសូមអរគុណហើយសូមបងប្អូនពុកម៉ែរបស់គ្នាសំខាន់ទៅអភ័យទោសដល់ខ្ញុំផងពីព្រោះ10 ឆ្នាំមកនេះខ្ញុំរស់ទាំងឈឺចាប់រាល់ថ្ងៃបាទនៅក្នុងវិថីសិល្បៈខ្ញុំចង់និយាយបញ្ជាក់ទេពេលដែលគេហៅខ្ញុំឡើងប៉ម្ដងហៅទៅអញ្ចឹងទៅឲ្យខ្ញុំឈ្មោះខ្ញុំស្អុយកាន់តែខ្លាំងឡើងអញ្ចឹងនេះខ្ញុំនិយាយអស់ហ្មងណាសូម្បីតែ concert ក៏ខ្ញុំគ្មានជាងមិនបាច់ចាំទៅដល់ concert ទេមិនទៅដល់អីទាំងអស់សូម្បីតែបៀកដែនក៏អត់មានជាងបងបាទខ្ញុំសូមអភ័យទោសផងខ្ញុំឈឺចាប់ពេកបាទខ្ញុំនិយាយនៅថ្ងៃនេះបាទអរគុណ